សួរបបងប្អូនចូលរួមជាតិទាំងអស់ជាទីមេត្រីខ្ញុំបានអ្នករាយការណ៍ពិសេសឥឡូវនេះស្ថានភាពនៅតែបន្តតានតឹងដដែលហើយយើងសង្កេតឃើញថាព្រឹកនេះប្រជាប្រដ្ឋក្រោកឡើងនៅតំបន់បរិយាកាសនេះច្រើនមែនទែនដោយសារតែកម្លាំងបដាអាវុធនិងកម្លាំងសន្តិសុខបានដាក់មកគម្រាយវេបង្ក្រាបឲ្យពួកគាត់ចេញពីតំបន់អគារទេហើយនៅព្រឹកនេះយើងសង្កេតឃើញថាលោកជំទាវមួយសគ្រូតំណាងរាស្ត្រជាប់ឆ្នោតមកពីគណៈបកសង្គ្រោះជាតិលោកជំទាវបានចុះមកដល់តមកជំទាវបានលោកជំទាវបាទមូលហេតុបានជំទាវមានវត្តមាននៅទីនេះដែរបាទខ្ញុំបានទទួលដំណឹងព្រាបខ្ញុំមកដល់ព្រាបថាបរិយាកាសមានការខ្លាចទៅណាខ្ញុំមកដល់ព្រាបលោកជំទាវសង្កេតឃើញអ្វីខ្លះបាទពេលមកដល់ព្រាបមកដល់ព្រាបខ្ញុំអើព្រាបមិនដែរខ្ញុំឃើញកងសម្ដេចអាវុធមានខ្ញុំឃើញបងខ្ញុំឃើញថៃនេះជាសញ្ញាគឺបង្ក្រាបយកហើយព្រាបមកដល់ព្រាបខ្ញុំលឺសូរថាវាយទៅចាប់ដល់រត់មកសិតតែដំបងគឺអ្នកដែលហៅសន្តិសុខក្រុងមិនមែនជាអ្នកសន្តិសុខក្រុងទេមកវាយប្រជាពលរដ្ឋក្រាបដើម្បីគេចង់បានអីគេចង់បានដីហ្នឹងគឺជាបង្ក្រាបប្រជាពលរដ្ឋហើយយើងឃើញនៅច្បាស់ណាស់ក្មួយអបានមិនបើសិនជាខ្ញុំមិនយកកម្លាំងប្រាជ្ញារបស់ខ្ញុំដើម្បីច្រើនគួយនឹងចេញទេអំបញ្ញនេះគួយនឹងអាចស្លាប់ពីព្រោះសន្តិសុខនេះមកដំបូងហើយយើងទៅស្លាប់ហើយគឺមកមិនមែនសម្រាប់តែសន្តិសុខទេមកបង្ក្រាបដើម្បីគេចង់បានអីចង់បានអីលោកចង់ចៅលោកជាមានអ្វីចង់ថែមបាទត្រូវតែបញ្ចប់រដ្ឋាភិបាលដែលយកអាវុធយកអំណាចរាជការអំណាចបុគ្គលអំណាចលុយប្រាក់មកផលរត់ទៅប្រជាពលរដ្ឋចំនួនវាប្រជាពលរដ្ឋនិងអ្នកកាន់អំណាចមិនមែនជាចំនួនដែលមានភាពស្មើគ្នាទេហើយមិនគួរអាចមានចំនួនទេបើសិនជាអ្នកដឹកនាំជាអ្នកដឹកនាំដែលមានគុណធម៌មានសិលធម៌មានសច្ចធម៌យកច្បាប់ដោយការឈឺចាប់ការហូរឈាមហូរញើសរបស់ប្រជាពលរដ្ឋឃើញរៀងរាល់ថ្ងៃនឹងហើយដែលយើងត្រូវការចាប់នឹងហើយដែលយើងឃើញថាការអភិវឌ្ឍទៅមុខរបស់ប្រជាពលរដ្ឋយើងរបស់ជាតិយើងជាការអភិវឌ្ឍយើងដំណោះឈាមរបស់ប្រជាពលរដ្ឋយើងអត់ឲ្យនៅស្រីបានទេបាទអរគុណច្រើនលោកជំទាវការប្រើកន្លែងណាខ្លះបាទមួយឲ្យមានឈោឆ្នាំច្បាស់គឺត្រូវកន្លែងតិចហ្នឹងអូនហ្នឹងនៅឈោមុខខ្ញុំផ្ទាល់តែគាត់ជាអ្នកលក់ដូងទេមិនមែនជាអ្នកតវ៉ាទេតែក្មួយម្ចាស់ដូងហ្នឹងតោបវានៅចិត្តខ្ញុំចុះហេតុអីមកគេវាយគាត់បើគាត់គ្រាន់តែលក់ដូងសោះកម្លាំងគាត់គឺដាច់ប្រជាពលរដ្ឋដែលគាត់តវ៉ាមួយចំនួនហ្នឹងតែពួកគាត់នៅឈរចិត្តខ្ញុំគាត់អត់មានជាអ្នកបដកម្មទេតែកម្លាំងសន្តិសុខក្រុងហ្នឹងគាត់មក5នាក់វាយតែម្ដងចំកន្លែងហ្នឹងឲ្យឈាមប្រឡាក់បាត់ដៃខ្ញុំតែខ្ញុំបានចំណាំមុខអ្នកវាយទៀតខ្ញុំនឹងជួយខាត់ថាកុំឲ្យវាយគាត់អ្នកលក់ដូងទេអូនចាបើសិនជាបញ្ឈរមុខទៅតុលាការអន្តរជាតិក៏ខ្ញុំហ៊ានឡើងបញ្ឈរមុខព្រោះខ្ញុំឃើញច្បាស់ហើយខ្ញុំបានចាប់កឲ្យជនរងគ្រោះដៃម្ខាងខាត់សន្តិសុខកុំឲ្យគាត់វេបន្ថែមទៀតខ្លាចគាត់មានគ្រោះថ្នាក់ស្លាប់ដល់អាយុជីវិត